មានប្រទេសណាបាត់បង់សន្តិភាពដោយសារពលរដ្ឋគិតខុសគ្នាទេសន្តិភាពចាប់ផ្ដើមរង្គោះរង្គើនៅពេលមនុស្សលេងទុកចិត្តគ្នានិងលេងជជែកដើម្បីរកដំណោះស្រាយប៉ុន្តែចាប់ផ្ដើមប្រើនយោបាយដែលបង្កើតការបែងចែកនិងការស្អប់គ្នាហើយមើលអ្នកមានទស្សនៈផ្ទុយថាជាសត្រូវដែលត្រូវកម្ចាត់នោះមិនមែនជាការប្រកួតប្រជែងនយោបាយធម្មតាទៀតទេនោះគឺជានយោបាយជ្រុលនិយមនយោបាយជ្រុលនិយមមិនសំដៅទៅលើការគ្រប់គ្រងគណៈបកណាមួយដាច់ខាតនោះទេវាសំដៅទៅលើការប្រើនយោបាយដើម្បីបែងចែកប្រជាជនជាពួកយើងនិងពួកគេបង្កើតការស្អប់ហើយធ្វើឲ្យការឈ្នះរបស់ក្រុមខ្លួនខ្លាយជារឿងសំខាន់ជាងច្បាប់ជាងស្ថាប័នឬលើសពីផលប្រយោជន៍រួមរបស់ជាតិនៅពេលនោះការប្រកួតប្រជែងលើគោលនយោបាយនឹងប្រែក្លាយទៅជាការប្រកួតប្រជែងដើម្បីបំផ្លាញគ្នាទៅវិញទៅមកនយោបាយជ្រុលនិយមមិនរស់ដោយសារការពិតទេវារស់ដោយសារកំហឹងលើងគំនុំការភ័យខ្លាចនិងការបែងចែកការវិវត្តកាន់តែអាក្រក់នៅពេលមនុស្សមានអារម្មណ៍ថាពួកគេមិនទទួលបានយុត្តិធម៌មិនត្រូវបានគេស្ដាប់ឬមើលមិនឃើញអនាគតរបស់ខ្លួនឯងអ្នកដែលចង់បង្កការបែកបាក់អាចប្រើការឈឺចាប់ទាំងនោះដើម្បីបង្វែរមនុស្សឲ្យស្អប់គ្នានិងមើលគ្នាក្នុងភាពជាសត្រូវជំនួសឲ្យការរួបរวมគ្នាដោះស្រាយបញ្ហានយោបាយជ្រុលនិយមបំផ្លាញទំនុកចិត្តដែលជាគ្រឹះនៃសង្គមទាំងមូលវាធ្វើឲ្យសមាជិកគ្រួសារឆ្លោះគ្នាមិត្តភ័ក្តិបែកបាក់សហគមន៍បាត់បង់ការរួបរวมនិងធ្វើឲ្យការពិតលំបាកឈ្នះការញុះញង់នៅពេលមនុស្សលែងជឿទុកចិត្តគ្នាពួកគេក៏លែងជឿទុកចិត្តលើច្បាប់និងស្ថាប័ននៅពេលសង្គមបាត់បង់ទំនុកចិត្តអស្ថិរភាពក៏ចាប់ផ្ដើមកើតឡើងហើយនៅពេលអស្ថិរភាពបន្តអូសបន្លាយវាអាចបង្កើតលក្ខខណ្ឌដែលធ្វើឲ្យចំនួននិងអំពើហិង្សាងាយកើតមានជាងមុនហេតុនេះការការពារឯករាជ្យអធិបតេយ្យសន្តិភាពប្រជាធិបតេយ្យនិងនីតិរដ្ឋមិនមែនជាការទទួលខុសត្រូវរបស់កងទ័ពឬរដ្ឋតែឯងនោះទេវាក៏ជាការទទួលខុសត្រូវរបស់សង្គមទាំងមូលដែលត្រូវរួបរวมទប់ស្កាត់កុំឲ្យភាពជ្រុលនិយមចូលមកបំផ្លាញភាពរួបរวมរបស់ជាតិប៉ុន្តែការទប់ស្កាត់នយោបាយជ្រុលនិយមមិនអាចធ្វើទៅបានដោយគ្រាន់តែអំពាវនាវឲ្យមនុស្សឈប់ស្អប់គ្នាតែប៉ុណ្ណោះទេវាត្រូវចាប់ផ្ដើមពីការកសាងសង្គមដែលមនុស្សមានទំនុកចិត្តថាច្បាប់ត្រូវបានអនុវត្តស្មើភាពចំពោះមនុស្សគ្រប់រូបមិនថាអ្នកមានឬអ្នកក្រអ្នកមានអំណាចឬប្រជាពលរដ្ឋធម្មតាហើយអ្នកដឹកនាំបង្កើតភាពជាគំរូវាត្រូវការនីតិរដ្ឋដែលអាចទប់ចិត្តបានការអភិវឌ្ឍដែលបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ដល់ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងសង្គមនៅពេលប្រជាពលរដ្ឋមានទំនុកចិត្តលើយុត្តិធម៌មានឱកាសរស់នៅដោយស្មើភាពនិងសេចក្តីថ្លៃថ្នូរនិងមានសេចក្តីសង្ឃឹមចំពោះអនាគតនោះនយោបាយជ្រុលនិយមនឹងបាត់បង់ឥទ្ធិពលដោយខ្លួនឯងទន្ទឹមនឹងនេះប្រជាពលរដ្ឋក៏មានតួនាទីដូចគ្នាមុនចែករំលែកព័ត៌មានត្រូវផ្ទៀងផ្ទាត់មុនវិនិច្ឆ័យអ្នកដទៃត្រូវស្ដាប់និងពិចារណាមុនជឿការញុះញង់ត្រូវសួរថាតើព័ត៌មាននោះពិតឬទេមុនដាក់ផលប្រយោជន៍របស់ក្រុមខ្លួនត្រូវនឹកឃើញថាយើងទាំងអស់គ្នាចែករំលែកជោគវាសនារបស់ប្រទេសតែមួយការរួបរวมជាតិមានន័យថាបើទោះបីជាយើងមានទស្សនៈខុសគ្នាប៉ុណ្ណាក៏យើងនៅតែទទួលស្គាល់គ្នាជាពលរដ្ឋដូចគ្នាគោរពច្បាប់ដូចគ្នានិងចែករំលែកគោលដៅរួមដូចគ្នាគឺការការពារប្រទេសជាតិរបស់យើងពិចារណកថានេះត្រូវបានតាក់តែងឡើងរួមគ្នាដោយលោកកិនភៀនអ្នកជំនាញវិទ្យាសាស្ត្រនយោបាយនិងខ្ញុំរស់សុធា News Today NTV